បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើការ review ខ្លីៗជូនតាក់ទងជាមួយនឹងរថយន្តទំនើបមួយគ្រឿងបាទជាប្រភេទរថយន្តខ្លាញ់គោ MPV បងប្អូនណាបាទមួយគ្រឿងនេះគឺជាប្រភេទរថយន្ត Kia Carnival បាទខ្លាញ់គោបាទប្រើប្រាស់សាំងបាទអញ្ចឹងប្រភេទមួយគ្រឿងនេះគឺជាប្រភេទ option full បាទក៏ដូចជាប្រើប្រាស់សាំងឡានខ្លាញ់គោក្រុមហ៊ុនបាទឆ្នាំ2020អានេះយើងគិតទៅថាឆ្នាំ2018 19 20ហ្នឹងគឺ option វារៀងស្តៀងគ្នាបាទតែគាត់ថា2020ហ្នឹងវាមានកាមេរ៉ា360វាមានsensor មួយជុំបាទទ្វីអូតូ3គ្រាប់ក៏ដូចជាសោ smart ផងគាត់គឺមានការបញ្ជាបានពីលើ smart បាទយើងមាន lock unlock ក៏ដូចជាបញ្ជាឲ្យបើកទ្វារឆ្វេងស្ដាំអូតូគូតក្រោយបាទអញ្ចឹងយើងមានការបញ្ជាច្រើនបាទអញ្ចឹងដើម្បីចូលដល់អ្វីដែលជាគោលដៅដើម្បីខ្ញុំចង់គោលដៅខ្ញុំចង់បង្ហាញអញ្ចឹងបងប្អូនចាំទស្សនាទាំងអស់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពក៏ដូចជាការប្រើប្រាស់ទៅលើ Kia Carnival ផ្នែកខាងក្នុងបាទអញ្ចឹងខ្ញុំបង្ហាញជូន option ខ្លះតាក់ទងជាមួយរថយន្ត Kia Carnival បាទប្រព័ន្ធសុវត្ថិភាពផងវាគឺបើយើងនិយាយពីផ្នែកខាងក្រៅគឺមាន sensor មួយជុំបាទផ្នែកខាងក្នុងគឺយើងមានdisplay បាទអេក្រង់ display ច្បាស់មែនតើហើយយើងមានការបញ្ជាទៅលើ option ផ្សេងបាទកំណត់ option ផ្សេងនៃការប្រើប្រាស់ពន្លឺដែលយើងចង់បានបាទឃើញហើយអញ្ចឹងវាមានការចាប់គន្លងក៏ដូចជាការចាប់ចំណុចជុំវិញមួយជុំឡានបាទនេះមួយជុំតួឡាននេះដែលបង្ហាញឲ្យយើងថាផ្នែកខាងឆ្វេងខាងស្ដាំមុខក្រោយគឺអត់មានឧបសគ្គបាទហើយនេះការចាប់គន្លងកំណត់គម្លាតនៃការថយក្រោយរបស់យើងបាទនេះគេយកតែមួយប្លង់បាទនេះសម្រាប់យើងចាប់យកជញ្ជាំងផ្នែកខាងឆ្វេងមានន័យថាផ្នែកខាងតកង់ឈៀងខាងឆ្វេងខាងក្រោយខាងក្រោមបាទជាហៀងខាងស្ដាំខាងក្រោយខាងក្រោមអញ្ចឹងល្អមែនតើបាទប្រព័ន្ធសុវត្ថិភាពរបស់គាត់ Kia Carnival នេះគឺល្អប្រើមែនតើបងប្អូនណាបាទយើងក៏លេខមកមើលផ្នែកសុវត្ថិភាពខាងក្នុងដូចគ្នាគឺយើងមានប្រព័ន្ធblind spot បាទ blind spot ហ្នឹងគាត់បាទនេះគេហៅថា blind spot អញ្ចឹង blind spot នេះពេលដែលបងប្អូនបើកបរនៅលើដងផ្លូវឬក៏ពេលដែលមានរយៈកម្រិតណាមួយនៃការបើកបរនៅលើដងផ្លូវគឺវាអាឡាមឲ្យយើងបាទចាប់យកឲ្យយើងបង្ហាញមកខាងក្នុងឬក៏ផ្ដល់សញ្ញាថាមានគេមកក្បែរបាទអញ្ចឹង blind spot ល្អមែនតើបាទអ្វីដែលសំខាន់ជាងនោះគឺប្រភេទ Kia Carnival គឺមានម៉ាស៊ីនត្រជាក់ full តែម្ដងបាទរហូតដល់ខាងក្រោយគឺម៉ាស៊ីនត្រជាក់ល្អបាទដល់ខាងក្រោយរំលេចដោយFormica ឈើបាទគ្រប់ទាំងអស់គឺ Formica ឈើបាទដៃចកោតលក្ខណៈស្ពណ៌បាទហើយការបញ្ជាពីដៃចកោតយើងមានច្រើនបាទផ្នែកខាងឆ្វេងគឺបញ្ជាទៅលើវិញ្ញាបាទផ្នែកខាងស្ដាំបញ្ជាទៅលើការបើកបរបាទអញ្ចឹងដៃចកោតវាអត់ខុសពីឡានធម្មតាទេបាទវារំលេចតែប៉ុណ្្នឹងឯងបាទតែលក្ខណៈបំពាក់ប៉ុនគាត់គឺជាប្រភេទស្ពណ៌បាទនេះដៃចកោតណាបាទប្រភេទស្ពណ៌ហើយចង្កឹះលេខក៏ប្រភេទស្ពណ៌ដែរបាទមកដល់កន្លែងចង្កឹះលេខខ្ញុំចង់បង្ហាញបន្តិចតាក់ទងជាមួយនឹងការប្រើប្រាស់នៅក្នុង function ចង្កឹះលេខបាទប្រភេទ Carnival គឺបែងចែកការប្រើប្រាស់ប្រអប់លេខជាប្រភេទប្រអប់លេខប្រើប្រេងបាទប្រអប់លេខប្រើប្រេងអញ្ចឹងប្រអប់លេខប៉ុនគាត់គឺមានអេកូបាទមានអេកូហើយមានការប្រើប្រាស់ជាមួយនឹងលេខផ្ទះបាទលេខផ្ទះនេះបាទចំពោះម៉ែបងប្អូនដឹងនេះជាប្រភេទលេខធម្មតាអញ្ចឹងងាយស្រួលក្នុងការប្រើហើយអេកូនេះយើងចុចប្រើសម្រាប់ការសន្សំសំចៃបើកបរនៅក្នុងទីក្រុងបាទអេកូនេះមានន័យថាធ្វើឲ្យយើងស៊ីសាំងកាន់តែតិចហើយចំណុចទី2បាទនៅក្នុងនេះគឺតាក់ទងជាមួយនឹងការចុចប្រើ function កម្ដៅកៅអីមានន័យថាខ្យល់កៅអីបាទមានខ្យល់ក្ដៅមានខ្យល់ត្រជាក់នេះបងប្អូននេះខ្យល់ក្ដៅបាទនេះខ្យល់ក្ដៅនេះផ្នែកខាងតកង់ខ្យល់ត្រជាក់ផ្នែកខាងតកង់ក៏ដូចជាខ្យល់
តែជាខ្យល់ក្តៅផ្នែកខាងតកង់អញ្ចឹងអានេះវាជំនួយបាទវាជំនួយបាទជំនួយពេលដែលយើងប្រើប្រាស់ទីហោថាយើងបើកផ្លូវឆ្ងាយយើងចង់បានឲ្យវាមានក្តៅមានត្រជាក់បាទដើម្បីឲ្យវាស្រួលខ្លួនយើងអាចប្រើ function នៅលើពេជ្រប្រអប់ជានេះបានចំណុចទី2នេះអានេះកដៅជាកូដបាទកដៅជាកូដនេះពេលដែលយើងបើកផ្លូវឆ្ងាយបាទបើកផ្លូវឆ្ងាយមានអារម្មណ៍ថាត្រជាក់យើងបើកពេលយប់ត្រជាក់ក៏យើងអាចប្រើកដៅជាកូដបាទអានេះparking មានន័យថាយើងចុចដើម្បីយើងចូលចំណតបាទ view camera នេះមានន័យថាយើងចុច record ឬក៏យើងចង់លុបឬក៏យើងចង់បញ្ជាឲ្យថតនៅក្នុងការប្រើប្រាស់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពកាមេរ៉ាសុវត្ថិភាពបំពាក់នៅក្នុងឡានខាងក្រៅឡានហើយនឹងមួយជុំទូឡានតែម្ដងបាទអានេះមានកាមេរ៉ាខាងមុខខាងក្រោយខាងឆ្វេងខាងស្ដាំហើយនឹងខាងក្នុងបាទប្រភេទកាមេរ៉ា360បាទអញ្ចឹងវាល្អមែនតើបងប្អូនណាបាទបន្ថែមពីការផ្នែកខាងប្រើប្រាស់ប្រអប់លេខយើងកលេចមើលឃើញថានៅ function មួយញ៉េក៏ដូចជាម៉ាស៊ីនត្រជាក់វាអត់មានអីខុសពីរថយន្តធម្មតាបងប្អូនណាបាទអញ្ចឹងគាត់នៅឃើញទៅវាមាន function នៅក្នុងហ្នឹងគឺការប្រើប្រាស់វាដូចតែយើងធម្មតាអញ្ចឹងមានការ set up អីផ្សេងអញ្ចឹងមកបាទអញ្ចឹងវាងាយស្រួលក្នុងការប្រើទេសាមញ្ញតែគាត់ថាវាទំនើបប៉ុណ្ណឹងខ្ញុំចង់បង្ហាញមួយចំណុចទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ Kia Carnival បាទគឺការបញ្ជាទៅលើទ្វារក៏ដូចជាភ្លើងនៅក្នុងរថយន្តបាទចំណុចប្រអប់វ៉ែនតានេះអានេះគេហៅថា function នៃការប្រើប្រាស់ទ្វារភ្លើងក៏ដូចជាការបើកដំបូលលើទ្វារទី5អីចឹងទៅបាទអញ្ចឹងនេះគឺទ្វារយើងបញ្ជាទ្វារខាងឆ្វេងខាងតកង់បាទបញ្ជាទ្វារខាងស្ដាំខាងតកង់បើកដំបូលលើខាងក្រោយបាទបើកដំបូលលើខាងមុខមានន័យថាគឺល្អប្រើហើយអានេះpower off មានន័យថាpower door នេះមានន័យថាការបិទឬក៏បើកនៅក្នុង door ណាមួយដែលយើងចុចកុំឲ្យគេបើកបានហើយនេះអូតូគូតក្រោយបាទភ្លើងក្នុងឡានបាទល្អមែនតើបងប្អូនណាបាទអញ្ចឹងប្រភេទ Kia Carnival គឺទំនើបត្រង់ចំណុចហ្នឹងដែលបំពាក់មកលើយន្តគ្រឿងនេះតោះឥឡូវតេស្តជាមួយនឹងការបើកបរជាមួយខ្ញុំបាទឥឡូវយើងចេញដំណើរទៅហើយបាទនេះប្រព័ន្ធសុវត្ថិភាពហ្នឹងគាត់ឃើញទេបងប្អូនអែមមែនតើបាទហើយការបើកបរគឺ smooth បាទយើងបើកបរទៅមានអារម្មណ៍ថាស្រួលខ្លួនមិនហត់នឿយក្នុងការប្រើមិនហត់នឿយក្នុងការបើកបរទៅលើដងផ្លូវបាទប្រភេទខ្លាញ់គោប្រភេទ luxury មកគ្រឿងនេះគឺអែមមែនតើបាទប្រព័ន្ធសុវត្ថិភាពក៏ខ្ពស់បាទការប្រើប្រាស់ក៏ទំនើបស្រួលខ្លួនបាទអញ្ចឹងពុកម៉ែបងប្អូនខ្ញុំបង្ហាញវីដេអូខ្លីៗប៉ុណ្ណឹងបើបងប្អូនដែលត្រូវការបាទប្រភេទ Kia Carnival ប្រភេទខ្លាញ់គោបាទប្រភេទដែលនៅសំណុំប្រភេទដែលនៅស្អាតបាទអាចសាកសួរបានបាទលេខទូរស័ព្ទខ្ញុំបាទ093បាទ099 262 922សម្រាប់ទីតាំងឃ្លាំងបងប្អូនណាបាទនៅលើផ្លូវអញ្ញាម៉ុងរទ្ធីបាទអញ្ចឹងពុកម៉ែបងប្អូនអញ្ជើញពីវងមូលកម្មគោមក500ម៉ែត្រនៅខាងស្នាមដៃបាទអញ្ចឹងងាយស្រួលមែនតើក្នុងការរកបាទទីតាំងឃ្លាំងបាទហើយយើងមានប្រភេទរថយន្តជាច្រើនបាទដែលបានដាក់លក់នៅក្នុងឃ្លាំងបាទដាក់លក់នៅលើទីផ្សារអញ្ចឹងមិនមែនមានតែមួយគ្រឿងទេយើងមានច្រើនបាទជាង20គ្រឿងអញ្ចឹងបងប្អូនដែលមានតម្រូវការអាចទំនាក់ទំនងមកលេខទូរស័ព្ទខ្ញុំខាងលើបាទដែលបានជំរាបជូនខាងលើហ្នឹងបាទខ្ញុំនឹងជំរាបជូនបន្ថែមព័ត៌មានរថយន្តនៅក្នុងស្តុកបាទយើងមានស្តុកច្រើនបាទអរគុណសម្រាប់ការតាមដានវីដេអូបាទបាយបាយ